សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើតាមការសន្យាជាមួយសុក្រិតថានាំទៅលេងចំការទុរេនក៏មិនបានទៅឯណាឆ្ងាយទេព្រោះអីយើងបញ្ញាប់មកវិញឲ្យតន់ល្ងាចហើយយើងទៅចំការទុរេននេះគឺទៅនឹងជួបភ្នំដងរែកនឹងឯងនៅនឹងស្រុកលងវែងឡើងទៅតាមផ្លូវទៅច្រកជាំហើយដល់ផ្ទះសំណាក់មួយបាត់ស្ដាំជិះទៅស្របតាមជួរភ្នំដងរែករហូតទៅដល់ចំការតែម្ដងនេះខ្ញុំចូលមកដល់ផ្លូវចូលហើយផ្លូវចូលនេះផ្លូវគ្រួសក្រហមទេចូលទៅរហូតដល់ចំការទុរេនគេតែម្ដងឥឡូវខ្ញុំមកដល់ចំការគេហើយគ្រាន់តែមកដល់ព្រាមឃើញដើមទុរេនគេនៅពេញមុខចំការគេតែម្ដងយើងយកអីវ៉ាន់យើងចុះមកក្រោមយកទឹកយកអីទៅទុកផឹកពេលយើងញ៉ាំសាវម៉ាវអីឥឡូវមកដល់ហើយដំបងចូលមកដល់កន្លែងគេដាំសាវម៉ាវយើងក៏មកភ្លក់ជាមួយសាវម៉ាវគេនេះភ្លក់មួយសេរីឲ្យតែយើងមានពោះដាក់តែយើងញ៉ាំបានតែបន្តិចក៏យើងឆ្អែតហើយកូនខ្ញុំក៏មិនហ៊ានឲ្យញ៉ាំច្រើនដែរខ្លាចក្តៅកលលាកពុកលាកពងកញ៉ាំបានតែម្នាក់មួយក្របពីរក្របហ្នឹងឯងហើយគេសប្បាយចិត្តគេបានមកហើយនិយាយទៅមកចេញមកក្រៅគឺសប្បាយចិត្តម្ដងព្រោះអីស្លាស់មុខស្លាស់មាត់ឃើញទេសភាពខៀវក្រហមទៅវាផ្លែឈើពេញផ្ទះឆងតដៃក៏ដល់ដែរកូនខ្ញុំសប្បាយចិត្តគេហើយដើររ៉ៃរ៉ាប់និយាយទៅគឺសបោបែបមែនទែនហើយតែយើងញ៉ាំអត់កើតទេពីសបោពេកសុក្រិតឲ្យកាន់ទឹកមួយដបនេះគឺមិនដឹងបាត់តាណាទេទៅដល់ទៅកន្លែងទុរេនបាត់ទឹកប្រយពីអ្នកបងប្អូនគេនេះគឺឆ្លោះគ្នាពេញតែផ្លូវនិយាយទៅជីវិតអ្នកម៉ាក់កូន3នេះគឺហត់មែនទែនគឺថ្លង់តែពីជិះឡានរហូតដល់ចុះនេះក៏នៅតែវាថ្លង់ដែរនេះកំពុងតែចាប់ថតក៏មិនជាត្រូវគ្នាដែរហើយមកដល់ឥឡូវខ្ញុំមកដល់នៅកន្លែងទុរេនហើយយើងដើរមកដល់សាម៉ាវហើយក៏មកដល់ទុរេនឥឡូវយើងរកកន្លែងថតមកពុះសិនម្ដងនិយាយពីអូផ្លែឡើងចង់បាក់មេឡើងអូសបាយមើលមែនទេពេលឃើញចេះតោយើងបានតែសបាយមើលទេតែអត់សបាយញ៉ាំទេព្រោះអីអត់មានផ្លែណាដែលយើងញ៉ាំកើតព្រោះវាអត់ទុំទេអាទុំហ្នឹងគេបេះយកទុកលក់ឲ្យមុខណែកូនខ្ញុំដើរមកមើលទុរេនដើរហិតដើរមើលប៉ុន្តែអត់មានទុំមួយមុខមកបរយព្រោះអីឃ្លានញ៉ាំទុរេនមកឲ្យដើរមើលដើរថតជាពិសេសសុក្រិតជាងគេរលរឿងឃើញថាទុរេននេះគឺឃ្លាន